ឧត្តមសេនីយ៍តូសំសុនសំណុំពរអាជ្ញាធរដែនដីនិងសមត្ថកិច្ចជំនាញដែលមានការពាក់ព័ន្ធរួមគ្នាការពារធនធានធម្មជាតិក្នុងខេត្តនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនៅព្រឹកថ្ងៃទី13ខែមករាឆ្នាំ2026គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូឆ្នាំ2025និងដាក់ចេញនៅទិសដៅអនុវត្តបន្តដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតនៅក្រោមអធិបតីភាពឯកឧត្តមនួនផារតអភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបន្ទាប់ពីការប្រកាសបើកអង្គប្រជុំរបស់ឯកឧត្តមនួនផារតអភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំឧត្តមសេនីយ៍ត្រីពេជ្រថាល់ប្រធានក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានឡើងរាយការណ៍អំពីសភាពការទូទៅប្រចាំខែធ្នូឆ្នាំ2025ដោយក្នុងនោះបានលើកឡើងអំពីការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គមដែលបានបម្រើជូនទៅដល់ប្រជាពលរដ្ឋទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពជាពិសេសបានសង្កត់ធ្ងន់នៅក្នុងលទ្ធផលនិងសកម្មភាពការងារការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងសកម្មរបស់កងកម្លាំងចម្រុះផងដែរឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានឡើងរាយការណ៍អំពីលទ្ធផលសំខាន់ៗនៃការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនាពេលកន្លងទៅដោយបានគូសបញ្ជាក់អំពីសកម្មភាពជនល្មើសមួយចំនួននៅតែបំពានដោយគ្មានកោតខ្លាចនៅក្នុងការលួចកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួននៅចំណុចមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់រីឯបទល្មើសនេសាទដែលមានលក្ខណៈទ្រង់ទ្រាយធំមានការថយចុះគួរឲ្យកត់សម្គាល់តែបទល្មើសនេសាទខុសច្បាប់នៅតែមានការកាត់ឡើងលួចលាក់ដាក់របាំងសាច់អួនក្រឡាញឹកនិងរបាំងស្បៃមុងនៅក្នុងតំបន់ព្រៃរនាមនិងនៅក្នុងតំបន់ជ្រៅឧត្តមសេនីយ៍តូសំសុនបានបដិញ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំក្នុងការបន្តសហការជាមួយនឹងអាជ្ញាធរដែនដីនិងស្ថាប័នជំនាញពាក់ព័ន្ធដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពនៅក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាពឯកឧត្តមនួនផារតអភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានថ្លែងអំណរអគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំង3អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងមន្ត្រីសមត្ថកិច្ចជំនាញដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំបានយ៉ាងល្អប្រសើរជាមួយគ្នានោះផងដែរឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក៏បានប្រគល់ភារកិច្ចដល់កងកម្លាំងចម្រុះទាំងអស់ត្រូវរួមគ្នាជាមួយនឹងអាជ្ញាធរដែនដីនិងមន្ត្រីជំនាញសមត្ថកិច្ចត្រូវរួមគ្នាបន្តជួយគាំទ្រទៅដល់សមរភូមិមុខការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា scam អនឡាញការងារកសិកម្មនិងឧស្សាហកម្មនឹងត្រូវយកចិត្តទុកដាក់រួមគ្នាទទួលខុសត្រូវក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព